hayในក្នុងវីដេអូហ្នឹងគឺចង់មកប្រាប់បងប្អូនពីការដែលយើងដាំប្រទេសគឺពើដោយកប់មិនបានត្រឹមត្រូវកប់ដីមិនបានត្រឹមត្រូវតាមរយៈការដែលយើងអត់បានស្វែងយល់អំពីធាងដែលមានប្រយោជន៍ហ្នឹងគឺនៅត្រឹមណាដូចនៅក្នុងគឺពើមួយដើមធំហ្នឹងធាងដែលមានប្រយោជន៍គឺនៅត្រង់នេះបងប្អូននេះគឺត្រង់នេះអញ្ចឹងយើងត្រូវធ្វើការកាត់ធាងអត់បានការចោលនេះដូចធាងនេះវាទួចទេវាធំអញ្ចឹងយើងធ្វើការកាត់វាចោលរួចយើងកប់វាត្រឹមនេះអញ្ចឹងពេលទួយកពើធំក៏ដោយក៏វាបានទល់នឹងដីហើយពេលវាធំដល់អាយុវាបានទល់នឹងធាងប៉ុន្តែនៅក្នុងធូនហ្នឹងគឺយើងប្រើប្រាស់ដីច្រើនអញ្ចឹងយើងអាចកាត់បន្ថយដីប្រហែលជា5ហ៊ុនចុះទៅទៀតទើបសមរម្យសម្រាប់ដាំទួយកពើហើយបងប្អូនអត់យកចិត្តដាក់ចំណុចទួចនឹងទេវាធ្វើឲ្យទួយកពើដួលហើយដួលវាអាចសពូនស្វិតអញ្ចឹងវាអាចលូតលើសកាច់មកត្រឡប់មកត្រង់វិញអញ្ចឹងវាលូតអត់ល្អហើយផើងទួយកពើយើងមើលទៅក៏អត់ស្អាតដែរ